បាទខ្ញុំថាសវុតសូមថ្វាយបង្គំចំពោះព្រះសង្ឃជាទីគណៈបងប្អូនជនរួមជាខ្មែរទាំងអស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងរាជាណាចក្រកម្ពុជាទាំងអស់ជាទីគោរពនិងនឹករលឹកបាទថ្ងៃនេះខ្ញុំបញ្ចេញទស្សនៈបន្តិចដោយសារថ្ងៃ29ធ្នូគឺជាថ្ងៃទិវាអបអរសាទរសន្តិភាពនៅកម្ពុជាដែលខ្មែរយើងម្នាក់ដោយសារប្រកាន់បពុមិនបានសិក្សាឲ្យច្បាស់ពីមហាពលកម្មរបស់ក្រមមនុស្សឬក្រមអ្នកដឹកនាំនៃក្រមដែលទីបំផុតយើងវល់ក្នុងនយោបាយនៅក្នុងមនោគមវិជ្ជាដូច្នេះហើយទើបធ្វើឲ្យយើងយល់ច្រឡំអញ្ចឹងថ្ងៃនេះជាថ្ងៃអបអរសាទរទិវាសន្តិភាពនៅកម្ពុជាបាទលើកទី27ដែលកាលមុនខ្ញុំក៏មិនយល់ដែរយើងច្រឡំថ្ងៃទិវាសន្តិភាពនៅកម្ពុជាច្រឡំថ្ងៃ7មករាច្រឡំចុះច្រឡំឡើងជេរបចោគ្នាឲ្យតម្លៃគ្នាទៅវិញទៅមកបាទតែអ្វីដែលយើងត្រូវធ្វើគឺយើងត្រូវឲ្យដឹងសិក្សាឲ្យច្បាស់អំពីទិវាសន្តិភាពនៅកម្ពុជាដែលជាទីបំផុតនយោបាយឈ្នះដែលសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីអតីតនាយករដ្ឋមន្ត្រីកម្ពុជាបានធ្វើបើយើងមិនបានសិក្សាឲ្យច្បាស់យើងនឹងមានការយល់ច្រឡំកាលខ្ញុំទៅប្រទេសកម្ពុជាខែ1បាទ2025ដើមឆ្នាំហ្នឹងខ្ញុំទៅភ្នំដងរែកបងប្អូនយើងឃើញវិមានសន្តិភាពហើយខ្ញុំច្រឡំអញ្ចឹងសូមបងប្អូនកុំយល់ច្រឡំការអបអរសាទរទិវាសន្តិភាពគឺជាការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជានិងការអនុវត្តប្រកបដោយជោគជ័យនៅនយោបាយឈ្នះអញ្ចឹងយើងដឹងគុណស្ថាបនិកអគ្គមគ្គុទេសក៍ប្រតិបត្តិនយោបាយឈ្នះជាណាគឺសម្ដេចតេជោហ៊ុនសែនបើគ្មាននយោបាយឈ្នះពួកកងទ័ពខ្មែរក្រហមកងទ័ពប៉ារ៉ាហ្វុនពេជ្របើកងទ័ពទាំងនោះបានសិក្សាអំពីនយោបាយនៃរណសេរីនៃការធ្វើបដិវត្តឬការរៀបចំអត់អីទេបងប្អូនប៉ុន្តែក្នុងចំណោមកងទ័ពប៉ារ៉ារបស់លោកស៊ុនសានរបស់ហ្វុនពេជ្រក៏មានកងទ័ពអតីតខ្មែរក្រហមចូលរួមអញ្ចឹងអ្នកខ្លះអត់បានរៀនសូត្រនយោបាយរបស់គណៈបករបស់រណសេរីទេខ្លះជាអតីតមេចៅខ្លះជាអតីតខ្មែរក្រហមតគូគឺបានចូលរួមគ្នាច្បោកច្បល់អញ្ចឹងហើយបានជាយើងឃើញព្រឹត្តិការណ៍ច្រើនណាស់ឆ្នាំ97ការបាញ់កាប់សម្លាប់គ្នាអញ្ចឹងចំពោះខ្ញុំយល់ធ្វើឲ្យខ្ញុំនឹកឃើញជំនាន់លោកលន់នល់សិស្សទាំងអស់ដឹងតែសត្រូវមួយទេកាលនោះយើងចោទថាវៀតកុងឈ្លានពាននិងកងទ័ពសហរដ្ឋខ្មែររបស់លោកលន់នល់យើងបានគិតថាសម្ដេចឈិនុបង្កើតរដ្ឋាភិបាលក្រៅប្រទេសមួយដែលរៀបចំមានកងទ័ពមានសមាជិកភាពរដ្ឋមន្ត្រីតែយើងអត់បានដឹងភាគច្រើនសិស្សនិស្សិតដែលរៀននៅភ្នំពេញចំនួនសហរដ្ឋឆ្នាំ1970រហូតដល់75អត់បានសិក្សាឲ្យច្បាស់ថានៅក្រៅប្រទេសនៅតំបន់ជនបទមានរាជរដ្ឋាភិបាលរួមជាតិមួយដែលសម្ដេចឈិនុបង្កើតយើងអត់បានដឹងយើងដឹងថាសត្រូវយើងដឹងថារបបលន់នល់ពុករលួយណានៅពេលដែលយើងកំពុងតែច្បាំងគ្នានេះហើយមកពីយើងអត់បានសិក្សារៀនសូត្រតាមអញ្ចឹងការនោះខ្ញុំនាំគ្នាធ្វើបាតកម្មនៅសាសាឡាខ្ញុំរៀននៅវិទ្យាល័យយុគន្ធរវិទ្យាល័យ18មីនាពីឆ្នាំ71 70ខ្ញុំរៀននៅវិទ្យាល័យក្បាលថ្នល់អញ្ចឹងនាំគ្នាធ្វើបាតកម្មប្រឆាំងនឹងរដ្ឋាភិបាលដោយចោទថារដ្ឋាភិបាលពុករលួយពេលនោះសង្គ្រាមកើតឡើងនាយទាហាននាយឧត្តមសេនីយ៍ភាគច្រើនពុករលួយមែនតែទីបំផុតថ្ងៃ17មេសាឆ្នាំ75បានមកដល់អញ្ចឹងទិវាសន្តិភាពនៅកម្ពុជាដែលជាខួបឆ្នាំទី27នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាបើអ្នកនយោបាយខ្មែរអត់បានសិក្សាយល់ច្រឡំរហូតដល់សប្តាហ៍ថ្ងៃបងប្អូនឃើញក្រុមលោកសំរងស៊ីកំពុងធ្វើអ្វីខ្លះនៅពេលដែលយើងមានសង្គ្រាមជាមួយថៃនៅពេលដែលថៃបានបង្កើតកងទ័ពរបស់ខ្លួនជាកងទ័ពហ្វាស៊ីសដ៏ឃោរឃៅបំផ្លាញណាផ្ទះស៊ីវិលខ្មែរបំផ្លាញសន្តិភាពខ្មែរបំផ្លាញអ្វីទាំងអស់ដែលជាពលឹងខ្មែររហូតដល់ប្រាសាទព្រះវិហារណាបងប្អូនឃើញទេដែលថៃវាចាត់ទុករឿងនេះជារឿងនយោបាយវាអត់បានពិចារណាទេសូម្បីតែរូបសំណាកព្រះវិស្ណុ
ពេលដែលថៃវាបំផ្លាញវាទៅដោះស្រាយជាមួយនឹងអន្តរជាតិវាថាហ្នឹងជារឿងដែលខ្មែរបង្កើតឡើងរឿងតាក់ទងទឹកដីណារូបព្រះវិស្ណុធ្វើពីឆ្នាំណាណាជិត10ឆ្នាំបងប្អូនចុះហេតុអ្វីបានជាវាបំផ្លាញនៅពេលនេះណាអញ្ចឹងរឿងអ្វីយើងត្រូវសិក្សាច្បាស់ដូច្នេះខ្ញុំថាសវុតសូមអបអរសាទរទិវាសន្តិភាពនៅកម្ពុជាហើយបើមានអត្ថបទអ្វីបន្តិចទៀតខ្ញុំជឿជាក់ថាលោកម៉ៃរិទ្ធនៃ Fresh News នឹងផ្ញើមកខ្ញុំហើយខ្ញុំនឹងចាក់ដើម្បីយើងសិក្សាទាំងអស់គ្នាបងប្អូនបើយើងមិនសិក្សាទាំងអស់គ្នាយើងនៅតែចាត់ទុកគ្នាជាសត្រូវកាប់សម្លាប់គ្នារហូតដល់អស់ទឹកដីអញ្ចឹងឥឡូវនេះអ្វីដែលខ្ញុំចង់និយាយថ្ងៃនេះតើយើងនឹងមានសុខសន្តិភាពពិតប្រាកដទេនៅថ្ងៃស្អែកគ្រប់72ម៉ោងបាទថ្ងៃអង្គារប៉ុន្តែឥឡូវនេះមានការផ្ទុះមីនលើកទី11ណានៅឯប្រទេសថៃនៅថ្ងៃ29ធ្នូម៉ោង10ព្រឹកតើការផ្ទុះមីនលើកទី11នោះវាអាចជាឧបសគ្គរារាំងនៅកិច្ចសន្តិភាពដែលរដ្ឋមន្ត្រីការបរទេសខ្មែររដ្ឋមន្ត្រីការបរទេសថៃនិងចិនបានចុះហត្ថលេខាដែរឬទេតើអ្វីដែលថៃបានជួបប្រទេសហ្នឹងវាជាការក្បត់ឆន្ទៈក្បត់អ្វីដែលកម្ពុជាបានចុះហត្ថលេខាដែរឬទេព្រោះយើងយល់ព្រមគ្នាបោះសម្អាតមីនរួមគ្នាបាទអញ្ចឹងណាសូមបងប្អូនមេត្តាសម្ដាប់ការសម្ភាសរបស់លោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនដែលជារដ្ឋមន្ត្រីក្រសួងការបរទេសហើយចំណុចមួយតើបងប្អូនចាប់អារម្មណ៍យ៉ាងណាស្ដាប់ទាំងអស់គ្នាណាស្ដាប់ទាំងអស់គ្នាតើបងប្អូនមានចាប់អារម្មណ៍កន្លែងណាបាទខ្ញុំនឹងចាក់ផ្សាយផ្ទាល់ដោយសារបច្ចេកទេសខ្ញុំពេលណាខ្ញុំចង់ចាក់ផ្សាយផ្ទាល់ខ្ញុំយកតាមកុំព្យូទ័រឬក៏ YouTube ខ្ញុំចាក់យកបណ្ដោយអញ្ចឹងសូមអធិស្ឋាននៅបច្ចេកទេសបាទនេះសូមបងប្អូនសម្ដាប់ហើយតាមដានអស់គ្នានៅចំណុចមួយដ៏សំខាន់ដែលប្រជាពលរដ្ឋថៃដែលរាជថៃដែលរាជរដ្ឋាភិបាលថៃដែលទាហានថៃត្រូវស្ដាប់បាទយើងស្ដាប់ទាំងអស់គ្នាបាទកិច្ចសម្ភាសពិសេសជាមួយអាយដាមប្រាក់សុខុនបាទចឹងនេះខ្ញុំសូមជម្រាបសួរអាយដាមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនេះខ្ញុំឲ្យលក្ខណៈមកពីកិច្ចយុទ្ធសាស្ត្រទូតជាតិកម្ពុជានៃក្រសួងព័ត៌មាននេះខ្ញុំសូមប្រកាសមកគុណអាយដាមឧបនាយករដ្ឋមន្ត្រីដែលបានអនុញ្ញាតឲ្យក្រុមសារព័ត៌មានរបស់ខ្ញុំធ្វើកិច្ចសម្ភាសជាមួយនឹងអាយដាមនៅក្នុងថ្ងៃនេះនឹងខ្ញុំមានកិត្តិយសសូមអនុញ្ញាតជូនសំណួរអាយដាមបញ្ញរដ្ឋមន្ត្រីថាតើអាយដាមអញ្ជើញមកបំពេញបេសកកម្មនៅសាធារណរដ្ឋប្រជាមានិតចិនគឺនៅខេត្តយូណាននេះមានគោលបំណងអ្វីហើយចូលរួមក្នុងកិច្ចប្រជុំណាខ្លះលទ្ធផលបែបណាហើយសំណួរមួយទៀតគឺតាក់ទងទៅនឹងទំនាក់ទំនងសហប្រតិបត្តិការជាមួយនឹងភាគីថៃដែលកំពុងតែធ្លាក់ចុះនេះតើមានការស្ដារឡើងវិញបែបណាដែរសូមរំជូនអាយដាមបញ្ញរដ្ឋមន្ត្រីមានប្រសាសន៍សូមអរគុណចំពោះសំណួររបស់ទូតកម្ពុជាពាក់ព័ន្ធទៅនឹងដំណើរទស្សនកិច្ចរបស់គណៈបដិភូយើងខ្ញុំមកកាន់ខេត្តយូណាននៃប្រទេសចិននៅពេលនេះយើងមកនេះគឺដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំហៅថាកិច្ចប្រជុំត្រីភាគីក្រៅផ្លូវការដែលផ្ដួលផ្ដើមកំណត់ឡើងដោយមិត្តចិនហើយដែលនាំមកនៅរដ្ឋមន្ត្រីការបរទេសនៃប្រជាណាចក្រថៃរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិននិងខ្លួនខ្ញុំផ្ទាល់ជារដ្ឋមន្ត្រីការបរទេសកម្ពុជានេះមិនមែនជាលើកទី1ទេដែលកិច្ចប្រជុំត្រីភាគីបែបនេះត្រូវបានរៀបចំឡើងតាមកំណត់ព្រឹកដើមរបស់មិត្តចិនតាមការពិតទៅបើយើងរាប់ទៅថានេះជាលើកទី3ហើយដែលកិច្ចប្រជុំក្រៅផ្លូវការបែបនេះត្រូវបានរៀបចំឡើងកិច្ចប្រជុំក្រៅផ្លូវការលើកទី1គឺធ្វើឡើងនៅទីក្រុងសៀងហៃកិច្ចប្រជុំក្រៅផ្លូវការទី2នៅទីក្រុងអានីនហើយលើកនេះយើងមកដល់
ខេត្តយូណាននេះដើម្បីជួបគ្នាកំណត់ព្រឹកដើមនេះធ្វើឡើងនៅក្នុងគោលបំណងដើម្បីរៀបចំឲ្យមានជំនួបដោយផ្ទាល់រវាងរដ្ឋមន្ត្រីការបរទេសកម្ពុជានិងរដ្ឋមន្ត្រីការបរទេសថៃដោយមានការសម្របសម្រួលពីរដ្ឋមន្ត្រីការបរទេសចិនគឺឯកឧត្តមវ៉ាងអ៊ីនេះឯងការជួបគ្នាដោយផ្ទាល់នេះមានសារៈសំខាន់ដើម្បីឲ្យភាគីពាក់ព័ន្ធនានាហ្នឹងគឺបង្ហាញទស្សនៈបង្ហាញចំហពិភាក្សាគ្នាអំពីផ្លូវដើរតទៅមុខទៀតដើម្បីធ្វើយ៉ាងណាឲ្យដំណើរការវិលត្រឡប់ទៅរកប្រក្រតីភាពវិញក្នុងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរនេះកើតមានឡើងនិងធ្វើឲ្យដំណើរការនេះឆ្ពោះទៅកាន់សន្តិភាពសម្រាប់ប្រទេសយើងទាំងពីរអ្វីដែលសំខាន់គឺកិច្ចប្រជុំនេះកើតឡើងតែ2ថ្ងៃប៉ុណ្ណោះក្រោយពេលដែលកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មការព្រំដែនទូទៅឬយើងធ្លាប់ហៅថា GBC នោះបានប្រព្រឹត្តទៅនិងឯកភាពចេញនៅសេចក្តីប្រកាសរួមមួយដែលក្នុងនោះអ្វីដែលសំខាន់គឺឯកភាពទៅលើបទឈប់បាញ់មួយឯកភាពទៅលើបទឈប់បាញ់នេះផងហើយឯកភាពទៅលើវិធានការនិងដំណើរការក៏ដូចជាដំណើរការឡើងវិញនៅការងារមួយចំនួនពាក់ព័ន្ធទៅនឹងជំហានឆ្ពោះទៅរកប្រក្រតីភាពនេះឯងឆ្ពោះទៅកាន់ការកាត់បន្ថយភាពតានតឹងក៏ដូចជាសម្រាប់នៅកិច្ចការមួយចំនួនដែលសំខាន់ដែលក្នុងនោះយើងបានឯកភាពគ្នាឆ្លងតាមការពិភាក្សាទាំងទ្វេភាគីទាំងត្រីភាគីឯកភាពគ្នាថាយើងបានសម្រេចសមិទ្ធផលច្រើនហើយមកដល់ពេលនេះយើងមិនអាចធ្វើឲ្យសភាពការត្រឡប់ទៅក្រោយវិញទេបានន័យថាគ្មានអ្នកណាចង់បានសង្គ្រាមឡើងវិញនោះទេអញ្ចឹងអ្វីដែលសំខាន់ទី1គឺធ្វើឲ្យបទឈប់បាញ់នេះថិតថេររឹងមាំត្រូវបានគោរពត្រូវបានអនុវត្តដើម្បីបង្កនៅបរិយាកាសអំណោយផលមួយសម្រាប់ការអនុវត្តនៅកិច្ចព្រមព្រៀងផ្សេងៗទៀតដែលយើងបានឯកភាពគ្នាអញ្ចឹងនៅក្នុងកិច្ចប្រជុំមុននេះខ្ញុំក៏បានជម្រាបទាំងឯកឧត្តមរដ្ឋមន្ត្រីការបរទេសសេហស័កទាំងឯកឧត្តមរដ្ឋមន្ត្រីការបរទេសវ៉ាងអ៊ីអំពីការតាំងចិត្តរបស់កម្ពុជាការតាំងចិត្តយ៉ាងមុតមមនៅក្នុងការពង្រឹងនៅអ្វីដែលយើងសម្រេចបានជាពិសេសរក្សាឲ្យខានតែបាននៅបទឈប់បាញ់ជៀសវាងនៅការឧបតហេតុទាំងឡាយដែលអាចបង្កហានិភ័យដល់ចំណុចនេះសំខាន់ណាស់បាទបទឈប់បាញ់ចំណុចសំខាន់ដែលយើងផ្ដល់សារៈសំខាន់ធំមួយទៅដល់ការបើកយ៉ាងហៅថា channel ចុះបើកមាគ៌ានៃតំណែងរវាងថ្នាក់ដឹកនាំនានាឲ្យបានជាប់បើមានបរិយាកាសឲ្យកើតឡើងគឺត្រូវនិយាយគ្នាដោះស្រាយស៊ើបអង្កេតជាមួយគ្នាដោះស្រាយបញ្ហាជាមួយគ្នាដើម្បីធ្វើយ៉ាងម៉េចអតិភិបដែលធំបំផុតនៅក្នុងការរក្សាឲ្យបទឈប់បាញ់នេះវាដំណើរការថិតថេរនិងត្រូវបានគោរពដល់ប្រកបដោយប្រសិទ្ធភាពបញ្ហាធំទី2ដែលខ្ញុំបានលើកគឺការជំរុញការងាររបស់គណៈកម្មការចម្រុះព្រំដែនយើងឬក៏ហៅថា JBC ដើម្បីបន្តធ្វើការស្រាវជ្រាវនិងវាស់វែងពិសេសបដោតយកចិត្តការយកចិត្តដាក់ទៅលើតំបន់ដែលមានការប៉ះពាល់
ដើម្បីធ្វើយ៉ាងណាយើងកំណត់ខ្សែព្រំដែនឲ្យបានច្បាស់ដោះស្រាយខ្សែព្រំដែននៅកន្លែងនោះហើយឲ្យកំណត់ព្រំដែនដែលយើងបានដោះស្រាយហើយលែងคล้ายទៅជាបញ្ហាឬក៏ជាប្រភពនៃដំណោះព្រំដែនរវាងប្រទេសយើងទាំងពីរហើយអនុញ្ញាតឲ្យប្រជាជនយើងបានទៅរស់នៅដោយសុខសុវត្ថិភាពអញ្ចឹងគណៈកម្មការព្រំដែនកន្លងទៅបានធ្វើការរួចហើយនឹងបានសម្រេចកិច្ចការងារជាច្រើនហើយមុនបាតុកិច្ចគ្នានេះទៀតយើងក៏បានសម្រេចការឯកភាពគ្នាទៅលើការវាស់វែងកំណត់ព្រំដែនមួយចំនួនហើយអញ្ចឹងកិច្ចការងារនេះបង្ហាញថាយើងអាចដោះស្រាយបន្តព្រំដែនរបស់យើងតាមរយៈគណៈកម្មការព្រំដែនចម្រុះនេះបានដោយប្រសិទ្ធភាពហើយឥឡូវនេះយើងក៏បានលើកឡើងថាពីអំណៀវថាវាជាមធ្យោបាយដែលល្អបំផុតដើម្បីដោះស្រាយបញ្ហាព្រំដែនយើងដោយសន្តិវិធីហើយនឹងផ្អែកទៅលើច្បាប់និងផ្អែកទៅលើសិទ្ធិសញ្ញាអនុសញ្ញានិងផែនទីនានាដែលបន្សល់ទុកពីរបបអាណានិគមនិយមបារាំងបញ្ហាសំខាន់ទី3ដែលខ្ញុំបានលើកឡើងដែរគឺការវិលត្រឡប់វិញទៅដោយប្រកបដោយសុវត្ថិភាពផងដោយភាពថ្លៃថ្នូរផងហើយដោយគ្មានការរារាំងរបស់ប្រជាជនយើងដែលបានជំនះចេញពីគេហដ្ឋានរបស់ខ្លួនអញ្ចឹងអនុញ្ញាតឲ្យប្រជាជនទាំងនោះបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញនិងប្រកបមុខរបរនឹងការរស់នៅប្រកបទៅដោយភាពធម្មតាប្រក្រតីដូចដើមវិញហើយបញ្ហាស្ថាបត្យការផ្សេងទៀតយើងក៏បានជជែកគ្នាខ្ញុំក៏បានលើកច្រើនដែរនៅក្នុងកិច្ចប្រជុំត្រីវិគីគឺបញ្ហាបោះសម្អាតមានតាមព្រំដែនហើយខ្ញុំបានបញ្ជាក់ថាយើងមានក្រុមការងារសម្របសម្រួលចម្រុះជាមួយគ្នាហើយយើងមាន SOP ហើយគឺលក្ខខណ្ឌការងារនៃក្រុមនេះហើយយើងក៏បានរកឃើញនៅគេហៅថាតំបន់នាំមុខមួយចំនួនយើងអាចបន្តការងារនេះបានបាទនេះជាចំណុចសំខាន់ណាស់បងប្អូនមាន4ចំណុចដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរយើងបានមានប្រសាសន៍ហើយចំណុចសំខាន់ការដោះស្រាយការស៊ើបអង្កេតជាមួយគ្នាដោះស្រាយបញ្ហាព្រំដែនអញ្ចឹងរឿងព្រំដែនឥឡូវថៃវៃដល់កន្លែងណាត្រឹមណាយើងត្រូវតែដោះស្រាយណាហើយរឿងធំបំផុតកាលណាយើងដោះស្រាយជាមួយ GBC គឺបញ្ហាផែនទី 200,000 មាត្រដ្ឋាន 200,000 ហើយ4ចំណុចដែលឯកឧត្តមប្រតិខុនមានប្រសាសន៍ហ្នឹងគឺសំខាន់ណាស់ជាពិសេសការបោះសម្អាតមីនឥឡូវមានការផ្ទុះមីនទៀតរឿងសំខាន់គឺគណៈកម្មការស៊ើបអង្កេតដោយសារនាយទាហានថៃភាគច្រើនពុករលួយមិនគោរពច្បាប់របស់រាជរដ្ឋាភិបាលអញ្ចឹងត្រូវតែអង្កេតតើការផ្ទុះមីនហ្នឹងជាការរៀបចំឬយ៉ាងម៉េចបើដឹងថាកន្លែងផ្ទុះមីនហ្នឹងហើយដឹងថាតំបន់ហ្នឹងមានមីនហើយមិនក៏មិនបង្កើតតំណែងតំណងជាមួយគណៈកម្មការស៊ើបអង្កេតកម្ពុជាណាដែលមានរួចហើយនេះជាចំណុចមួយដែលសំខាន់បំផុតគឺរាជរដ្ឋាភិបាលថៃត្រូវអនុវត្តតាមអ្វីកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខាហើយស៊ើបអង្កេតនាយទាហានថៃពុករលួយឬយ៉ាងម៉េចនាយទាហានថៃបានធ្វើអ្វីខ្លះបានបញ្ជូនកងទ័ពរបស់ខ្លួនទៅប្លន់ទៅយកទ្រព្យសម្បត្តិរបស់ជនភៀសខ្លួនខ្មែរភៀសខ្មែរដែលរត់ពីសមរភូមិតើត្រឹមត្រូវដែរទេបើរាជរដ្ឋាភិបាលថៃជារាជរដ្ឋាភិបាលមួយដែលប្រកបដោយសច្ចធម៌មិនមែនជាក្រុមហ្វាស៊ីសពេលដែលគេឮរាយការណ៍ពីបញ្ហាផ្ទុះមីនត្រូវតែតំណាក់តំណងជាមួយរាជរដ្ឋាភិបាលខ្មែរដែលមានក្រុមសម្អាតមីនជាមួយគ្នាបើផ្ទុះមីនផ្ទុះទាំងអស់គ្នាទៅកុំឲ្យឃើញតែផ្ទុះម្ខាងតើមេបញ្ជាការថៃមានបានអនុញ្ញាត
ឬក៏មិនគ្រប់គ្រងទាហានរបស់ខ្លួនទៅយកទ្រព្យសម្បត្តិរបស់ប្រជាជនភាសាខ្មែរដែលភៀសខ្លួនចេញពីលំនៅឋានរបស់ខ្លួនមានទេមានឯកសារជាច្រើនដែលទាហានថៃបានថតខ្លួនឯងអញ្ចឹងក្នុងនាមប្រទេសមួយដែលគ្រប់ច្បាប់ដែលរដ្ឋមន្ត្រីការបរទេសថៃរដ្ឋមន្ត្រីការបរទេសកម្ពុជារដ្ឋមន្ត្រីការបរទេសចិនបានជួបជុំគ្នាយើងត្រូវតែធ្វើអ្វីមួយតាមច្បាប់ណាអញ្ចឹងរឿងបញ្ហាផ្ទុះមីនថ្ងៃច័ន្ទនេះដោយសារនាយទាហានថៃខ្លះចិត្តវាដូចចោលអញ្ចឹងបងប្អូនមិនមែនជានាយទាហានទេព្រោះមេតបថៃភាគច្រើនចិត្តដេរឆានមិនគោរពច្បាប់អញ្ចឹងពេលដែលគណៈកម្មការស៊ើបអង្កេតរឿងមីនមានចៅក្រមមានអ្នកស៊ើបអង្កេតដោយប្រសាសន៍ឯកឧត្តមប្រសិទ្ធមានប្រសាសន៍អញ្ចឹងត្រូវស៊ើបអង្កេតជាមួយគ្នាណាតើមានការលួចប្លន់ការយកទ្រព្យសម្បត្តិរបស់ប្រជាជនខ្មែរទេបើមាននាយទាហានណាអ្នកណាជាអ្នកទទួលខុសត្រូវតែផ្ដន្ទាទោសស៊ើបអង្កេតមិននឹងផ្ទុះដោយសារអ្វីការរៀបចំហើយបើដឹងថាតំបន់នឹងមានផ្ទុះហេតុអ្វីក៏អ្នកឯងមិនបង្កើតគណៈកម្មការជាមួយនឹងកម្ពុជាទៅពិនិត្យមើលបើផ្ទុះមីនឲ្យដាច់ជើងទាំងអស់គ្នាទៅបាទណាអញ្ចឹងណាខ្ញុំជាប់ line តិចក្មួយខ្ញុំជាប់ line តិចអូបាទអញ្ចឹងបានន័យថាអ្វីដែលយើងធ្វើតាមច្បាប់ទម្លាប់ជាលក្ខណៈជាតិនិងអន្តរជាតិដែលឯកឧត្តមប្រសិទ្ធគាត់ជាអ្នកនយោបាយជាន់ចាស់ប្រកបដោយការពិសោធន៍ក្នុងនយោបាយណាលោកបានធ្វើតាំងពីឆ្នាំ79ដែលជាពេលវេលាដ៏ត្រូវមួយដែលរាជរដ្ឋាភិបាលខ្មែរយើងបានដាក់ឯកឧត្តមប្រសិទ្ធបើខ្ញុំមានការខុសឆ្គងអ្វីសូមមេត្តាអធិស្ឋានពីព្រោះដោយសារយើងមិនបានសិក្សារៀងខ្លួននេះហើយធ្វើឲ្យយើងយល់ច្រឡំគ្នាបងប្អូនខ្មែរទាំងអស់អត់បានដឹងថារណសេឬក៏រាជរដ្ឋាភិបាលសម្ដេចសីហនុបង្កើតឆ្នាំ70ធ្វើអ្វីខ្លះរហូតដល់ឆ្នាំ75ត្រូវពួកខ្មែរក្រហមពលពតសម្លាប់ជាមួយនឹងទាហានលោកលន់ណុលយើងស្លាប់ទាំងអស់គ្នាបងប្អូនសូមអភ័យទោសតាមពិតខ្ញុំត្រូវដាក់ speaker ខ្ញុំភ្លេចដោតចូលក្នុងទូរស័ព្ទដៃខ្ញុំបាទនិយាយទៅភ្លេចដោតឥឡូវមិនដឹងជាលឺបានល្អឬយ៉ាងម៉េចបាទអញ្ចឹងយើងជាខ្មែរជាអ្នកនយោបាយទាំងអស់គ្នាតាំងខ្លួនជាអ្នកស្នេហាជាតិត្រូវតែតាមដានមើលដូចជាបញ្ហាសន្តិភាពដែលយើងកំពុងតែចង់បាននៅសល់តែមួយថ្ងៃទៀតឥឡូវបទហេតុមួយកើតមានឡើងគឺការផ្ទុះមីនលើកទី11តើការផ្ទុះមីនហ្នឹងវាជាឧបសគ្គធ្វើឲ្យការឈប់បាញ់គ្នាកើតឡើងទេពីព្រោះនាយទាហានថៃខ្លះវាអត់បានគោរពទៅតាមអ្វីដែលរាជរដ្ឋាភិបាលថៃធ្វើទេវាគោរពតាមបញ្ជាស្ដេចរបស់វាដែលមានគំនិតអាក្រក់អញ្ចឹងបើរឿងអ្វីតាក់ទងនឹងបញ្ហាសង្គ្រាមការរំលោភសិទ្ធិមនុស្សឃាតកម្មក្នុងសង្គ្រាមបើតាក់ទងដល់ស្ដេចថៃយើងត្រូវតែស៊ើបអង្កេតជាលក្ខណៈអន្តរជាតិបាទបងប្អូនត្រូវយល់ចឹងឯងបានជាខ្ញុំសរសេរនេះបាទខ្ញុំសរសេរចំណងដៃថៃឆ្នាំថ្មីបានយកគ្រាប់បែកធ្វើនៅអាមេរិកស៊ីអែតកូរ៉េទម្លាក់លេងតាមយន្តហោះលើក្បាលរាជខ្មែរដោយគ្មានទោសមែនទេឯណាទៅយុត្តិធម៌អញ្ចឹងឧទាហរណ៍បើក្រុមសំរងស៊ីមើលឃើញថាអ្វីដែលថៃរំលោភកិច្ចព្រមព្រៀងណាសង្គ្រាមដែលតាក់ទងនឹងអង្គការសហប្រជាជាតិតាក់ទងអន្តរជាតិនាំគ្នាធ្វើទៅប៉ណ្ដឹងទៅខ្ញុំក៏អាចរាយការណ៍ទៅបានដែរមិនថាមួនពេជ្រណាតើមួនពេជ្រតើសំរងស៊ីបានប្តឹងបានទេរាជរដ្ឋាភិបាលត្រូវការសំណុំរឿងដែលលោកបានប្តឹងរួចហើយក៏ដោយរូបខ្ញុំឆ្នាំ70 75អត់ដឹងថាមានរាជរដ្ឋាភិបាលរបស់សម្ដេចប៉ែននុតរៀបចំប្រទេសអត់បានដឹង
យើងដឹងថាស្ត្រីឆ្លៀនពៀនវិទ្យកងឆ្លៀនពៀនទីបំផុតត្រូវវិនិច្ឆ័យអន្តរាយនៅក្រោយថ្ងៃ17មេសា75ដោយសារខ្មែរមួយក្រុមហ្នឹងដែលសម្ដេចសីនុចោទថាខ្មែរក្រហមនោះគឺក្រុមប៉ុលពតដែលទីបំផុតគេប្រើឲ្យខ្មែរសម្រាប់គ្នាទីបំផុតខ្លួនឯងទៅធ្វើសង្គ្រាមណាពួកប៉ុលពតទៅធ្វើសង្គ្រាមជាមួយវៀតណាមចាញ់បារាជ័យទាំងអស់គ្នារហូតដល់ចិន9រត់ទៅស្រុកថៃក៏នៅតែកាចសាហាវខូខើសម្រាប់រាជខ្មែរខ្លួនឯងដែរអត់ចូលរួមគ្នាពិតប្រាកដជាមួយនឹងរណសេលោកស៊ិនសាននិងហ្វាន់ពេជ្រចម្រាច់ឈីនុទេរហូតដល់សន្និសីទទីក្រុងប៉ារីសរហូតដល់នយោបាយឈ្នះរបស់សម្ដេចតេជោហ៊ុនសែនទៅបញ្ចប់សង្គ្រាម27ឆ្នាំនេះហើយដែលសារយើងមិនបានសិក្សាដូចជាក្រុមសំរងស៊ីអញ្ចឹងអត់ស្ដាប់ខ្មែរគ្នាឯងទេតែស្ដាប់ពួកទាហានថៃតែស្ដាប់ពួកកសែតថៃហើយមានគំនិតអាក្រក់ចំពោះខ្មែរគ្នាឯងអ្នកខ្ញុំអាយុ71ឆ្នាំហើយបងប្អូននៅឆ្នាំ70រហូតដល់75ជាយុវសិស្សម្នាក់ដែលតែងតែតាមដាននយោបាយក្នុងប្រទេសកម្ពុជាឈឺចាប់ពីព្រោះពេលដែលខ្ញុំរត់មកភ្នំពេញដោយសារអ្វីណាដោយសារអ្វីដែលសុកកំណើតខ្ញុំនៅតុលានខេត្តតាកែវណាដែលខ្ញុំតែងនិយាយនៅសុកគិរីវង្សខេត្តតាកែវនេះហេតុអីបានជាខ្ញុំរត់មកភ្នំពេញខ្លាចជាសិស្សភៀសខ្លួនអញ្ចឹងខ្ញុំត្រូវទៅតាមដានខ្ញុំឈឺចាប់ទីបំផុតក្រុមសន្និសិទសាធារណខ្មែរប្រឆាំងនឹងរដ្ឋាភិបាលខ្លួនឯងគឺរដ្ឋាភិបាលលោកលន់នល់នៅចំណុចមួយដែលពុករលួយដែលនីធានចំនួននោះពុករលួយមែនក៏ដូចជាពួកសំរងស៊ីកំពុងតែមើលអ្នកដឹកនាំខ្មែរសពថ្ងៃជាសត្រូវដែលបំរើនយោបាយថៃតើលទ្ធផលយ៉ាងណាអញ្ចឹងខ្ញុំសូមបញ្ជាក់ប្រាប់ថាអ្វីដែលខ្ញុំមានគឺឧត្តមគតិជាតិមុនសន្និសីទទីក្រុងប៉ារីសត្រូវបានរៀបចំឡើងគឺជាការបញ្ចប់សង្គ្រាមត្រជាក់នៃមហាអំណាចអាមេរិកចិនរុស្ស៊ីពេលនោះដោយសាររុស្ស៊ីនិងចិននៅខ្សោយអាមេរិកជាអ្នកគ្រប់គ្រងអំណាចសន្និសីទទីក្រុងប៉ារីសមួយបានកើតមានឡើងតែឥឡូវនេះសង្គ្រាមខ្មែរថៃគឺជាបំណងឈ្លានពានរបស់ថៃអញ្ចឹងចាប់សង្គ្រាមឬផ្ដើមសង្គ្រាមសំខាន់ទៅលើថៃព្រោះថៃបានរៀបចំសង្គ្រាមរួចហើយក្រោយឆ្នាំ2013 ហើយថៃបានចោទថាខ្មែរមានគំនិតឈ្លានពានថៃដែលប្រទេសយើងកំពុងតែកសាងសន្តិភាពក្នុងនយោបាយឈ្នះរបស់សម្ដេចតេជោហ៊ុនសែន27ឆ្នាំយើងបានស្គាល់រសជាតិសន្តិភាពឥឡូវនេះប្រជាជនខ្មែរបានស្គាល់សង្គ្រាមហើយឈឺចាប់ណាស់អញ្ចឹងបើរាជរដ្ឋាភិបាលខ្មែររួមគ្នាពិភាក្សាគ្នាជាមួយរាជរដ្ឋាភិបាលថៃតែអ្វីដែលនៅសល់គឺតើកងទ័ពថៃមេទ័ពថៃណាខ្លះដែលមិនធ្វើទៅតាមបទបញ្ជាបាញ់គ្នាណាបទបាញ់ឈប់បាញ់កិច្ចព្រមព្រៀងត្រូវតែរាជរដ្ឋាភិបាលថៃស៊ើបអង្កេតជាលក្ខណៈជាតិនិងអន្តរជាតិតើមេទ័ពថៃណាដែលបើកភ្លើងខៀវឲ្យពួកទាហានថៃចូលទៅយកទ្រព្យសម្បត្តិរបស់ប្រជាជនខ្មែរស៊ីវិលតើការទម្លាក់គ្រាប់បែកទៅលើផ្ទះជនស៊ីវិលត្រូវតាមច្បាប់ជាតិនិងអន្តរជាតិដែរឬទេអញ្ចឹងយើងខ្មែរទាំងអស់មិនថាអ្នកប្រឆាំងមិនថាអ្នកមិនប្រឆាំងទេត្រូវតែមានកាតព្វកិច្ចទំនាក់ទំនងអង្គការអន្តរជាតិអក្រិតសង្គ្រាមអក្រិតកម្មនៃសង្គ្រាមនាំគ្នាប្តឹងទៅ ICJ រួមគ្នាជាមួយនឹងឯកសារជាច្រើនដែលរាជរដ្ឋាភិបាលខ្មែរធ្វើយើងរួមគ្នាណាទោះបីឥឡូវយើងមានបាត់ឈប់បាញ់គ្នាក៏ដោយតែចំពោះខ្ញុំថៃពេលនេះมันអាចខ្លាចជាសុភមិត្តនៃខ្មែរបានទេថៃគឺជាអមិត្តថៃគឺជាមីន
នៅក្បែរខ្មែរយើងដែលជាប្រទេសជិតខាងអញ្ចឹងយើងត្រូវតែមាននយោបាយណាទាំងការអប់រំសិស្សានុសិស្សទាំងក្រសួងអប់រំក្រសួងការបរទេសក្រសួងការពារជាតិគ្រប់ទាំងអស់ត្រូវតែរៀបចំពីឆ្នាំ2026នេះទាំងប្រវត្តិសាស្ត្រទាំងការសិក្សាឲ្យដឹងថាតើថៃធ្វើអ្វីខ្លះចំពោះជាតិសាសន៍ខ្មែរនៅចុងឆ្នាំ2025នេះគឺជាមេរៀនប្រវត្តិសាស្ត្រសម្រាប់ជាតិសាសន៍ខ្មែរយកទៅអនាគតបាទឥឡូវរាជរដ្ឋាភិបាលខ្មែរយើងជានយោបាយតំណែងតំណងជាមួយថៃក៏ដោយប៉ុន្តែអ្នកប្រវត្តិសាស្ត្របណ្ឌិតខ្មែរទស្សនវិទូខ្មែរត្រូវតែចងក្រងជាប្រវត្តិសាស្ត្រស៊ើបអង្កេតនៅបទអកតកម្មទាំងឡាយណាដែលនាយធានថៃបានធ្វើមិនរាជរដ្ឋាភិបាលថៃធ្វើទេណានាយធានថៃណាដែលធ្វើនាយករដ្ឋមន្ត្រីណាដែលធ្វើត្រូវតែឡើងតុលាការអន្តរជាតិដោះស្រាយបើអ្នកឯងមិនបានប្រព្រឹត្តអ្នកឯងរួចខ្លួនតែបើអ្នកឯងបានប្រព្រឹត្តមេតបណាឈ្មោះអ្វីគេមិនអាចប្តឹងប្រទេសបានទេយើងមិនកម្ពុជាមិនអាចប្តឹងប្រទេសថៃបានទេតែប្តឹងអ្នកដឹកនាំថៃដែលបង្កើតសន្តិនិកកម្មសង្គ្រាមឈ្លានពានឥឡូវនេះមិនមែនជាសង្គ្រាមមហាអំណាចទេបងប្អូនចប់ឬមិនចប់អាស្រ័យទៅលើថៃណាចឹងហេតុអីបានជាថៃបញ្ញាល់គឺសម្ពាធរបស់អាមេរិកនិងចិនជាពិសេសសម្ពាធរបស់ចិនអញ្ចឹងបើអបតហេតុអ្វីកើតឡើងជាការផ្ទុះមីនក៏ដោយมันអាចរារាំងបត់ឈុំបាច់ឈប់បាញ់គ្នាទេត្រូវតែស៊ើបអង្កេតរួមគ្នារាជរដ្ឋាភិបាលថៃត្រូវតែដាក់សំណុំរឿងជាមួយរាជរដ្ឋាភិបាលខ្មែរដើម្បីស៊ើបអង្កេតហើយបញ្ហាផ្ទាល់ដែន GBC បានធ្វើរួចហើយដែលឯកឧត្តមប្រាក់សុខុនបានមានប្រសាសន៍4ចំណុចសំខាន់ដែលយើងជាខ្មែរទៅពិចារណាក្រុមប្រឆាំងលោកសំរងស៊ីក៏ដោយត្រូវពិចារណាបើអ្នកធ្វើការតស៊ូដោយមាត់ហើយគ្មានផុសតាំងពិតប្រាកដដោយមិនសច្ចៈនិងយុត្តិធម៌អ្នកនឹងបរាជ័យពីព្រោះឥឡូវនេះមានអ្នកស្នេហាជាតិជាច្រើនដែលកំពុងតែកើតហើយដូចជាក្នុងពាក្យនេះចឹងនេះក្មួយម្នាក់ក៏ទៅសេបងប្អូននេះក្មួយឡែតាបាទដែលជានាយករងធនាគារមួយនៅកម្ពុជានេះធម្មទាននេះប្រទេសមានសង្គ្រាមទៅស្គាល់អ្នកស្នេហាជាតិគ្រួសារដុនដាបទៅស្គាល់កូនកតញ្ញូបងប្អូនឃើញទេនេះបាទពាក្យរបស់លោកម្នាក់នេះល្អណាស់បាទគឺជាសម្ដីបញ្ញវន្តដែលកំពុងតែកើតឡើងនៅក្នុងប្រទេសកម្ពុជាមានបញ្ញវន្តច្រើនណាស់បងប្អូនឥឡូវសេចក្តីស្នេហាជាតិបានកើតឡើងមិនថាអ្នកឯងនៅបកប្រជាជនមិនថាអ្នកឯងនៅបកប្រឆាំងទេគេនៅក្នុងបកប្រជាជនក៏គេស្រឡាញ់ជាតិក៏គេមានគំនិតជាតិនិយមដោយអ្នកឯងរាល់គ្នាដែរមិនបាច់ថាតលចូលបកជាមួយសំរងស៊ីបានស្នេហាជាតិណានៅបកប្រជាជនសិតតែគេអាយ៉ងសិតតែគេលក់ខួរលក់ក្បាលមិនចឹងទេណាកុំតាំងថាខ្លួនឯងអ្នកស្នេហាជាតិហើយបែរជាមានគំនិតទុតិយនិយមលើខ្មែរគ្នាឯងកុំសង្ឃឹមឲ្យសោះបើអ្នកឯងធ្វើអ្វីមួយបង្កើតរដ្ឋាភិបាលអ្វីមួយអ្នកឯងគ្មានសច្ចធម៌យុត្តិធម៌និងសិលធម៌ពិតប្រាកដអ្នកឯងមិនអាចជ្រះបានទេណាសូមជ្រាបអរគុណបាទជម្រាបលា